កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងនេះគឺពិតជាច្រើនមែនទែនណាបងប្អូនសត្វចៀមដែលគាត់ចិញ្ចឹមសម្រាប់យករោមយកមកធ្វើជាសម្លៀកបំពាក់ហ្នឹងគឺច្រើនមែនទែនណាបងប្អូនណាហើយចំណីរបស់វានោះគឺគ្រាប់ពោតអញ្ចឹងគាត់យកគ្រាប់ពោតមកបាវមកយកមកកាត់បាវហើយរាយវាអញ្ចឹងបងប្អូនគាត់ប្រើម៉ូតូរ៉ឺម៉កសម្រាប់រាយវាបានឆ្ងាយអញ្ចឹងមកព្រោះអីសត្វចៀមច្រើនយើងមិនអាចដាក់គ្រាប់ពោតនេះដុំបានទេបើសិនបើយើងដាក់ដុំទៅវាប្រមូលគ្នាទៅស៊ីទៅវាទៅជន់កគ្នាអញ្ចឹងណាបងប្អូនចឹងយើងត្រូវរាយវាបានវែងអញ្ចឹងទៅដើម្បីឲ្យសត្វចៀមទាំងអស់ហ្នឹងវានាំគ្នាទៅរកស៊ីណាព្រោះអីនៅទីនេះគឺជាតំបន់ដែលអត់មានស្មៅដុះទេបងប្អូនមើលទាំងអស់គ្នាទៅគឺឃើញថាគ្មានសូម្បីតែដើមឈើមួយដើមអញ្ចឹងស្មៅឯណាមានដុះបងប្អូនអត់មានស្មៅដុះដើមឈើក៏គ្មានដូចជាវាលរហោឋានណាបងប្អូនណាអញ្ចឹងការចិញ្ចឹមចៀមយកស្បែកឬក៏រោមនេះគឺច្រើនមែនទែនណាបងប្អូនរាប់ខ្លួនឯងទៅមិនដឹងថាប្រមាណ100ប្រមាណពាន់ក្បាលទេបងប្អូនហើយមើលម្ចាស់វាបើកទ្វារឲ្យរត់មកឯងទាំងពងតែម្ដងណាបងប្អូនចឹងវារត់ចេញពីទ្រុងដើម្បីរត់រកទៅរកចំណីអញ្ចឹងទៅដែលម្ចាស់វាដាក់រាយនៅខាងក្រៅទ្រុងណាបងប្អូនឥឡូវចាប់ផ្ដើមរត់តបងប្អូនអើយមែននេះទាំងវងហើយថត់ល្អណាស់ចៀមទាំងអស់នេះបងប្អូននេះស្បែកវាឬក៏រោមវាហ្នឹងគឺចិត្តដល់ពេលដែលត្រូវកាត់ចេញប្រមូលផលហើយបងប្អូននេះអញ្ចឹងគាត់ចិញ្ចឹមសត្វចៀមទាំងអស់នេះដើម្បីយករោមវាលក់ណាបងប្អូនព្រោះអីនៅប្រទេសគេវាមានអាកាសធាតុត្រជាក់បើសិនជាយើងស្លៀកពាក់កៅអៅធម្មតាហ្នឹងទៅគឺវាអាចទប់ជាមួយនឹងអាកាសធាតុត្រជាក់បានទេតើយើងប្រើអាវរោមចៀមរោមអីចេះទៅអាចទប់ទល់ជាមួយអាកាសធាតុត្រជាក់ហ្នឹងបានអញ្ចឹងណាបងប្អូននេះ